ពីងពួយសឬក៏កំពីងពួយគោកបងប្អូនបាទកំពីងពួយគោកកំពីងពួយសយើងយកអពណ៌សហ្នឹងគឺវាត្រូវនឹងអាការៈកែរោគជំងឺគេហៅថាមហារីកគ្រាប់ឈាមឈាមសស៊ីឈាមក្រហមហ្នឹងណាបាទអានេះខ្ញុំសូមចែករំលែកផ្ទាល់ហើយក្នុងសភៅក៏គេបាននិយាយដែរក្នុងសភៅឱសថបុរាណខ្មែរពីសម័យអង្គរគេបាននិយាយដែរតកតនឹងជំងឺមហារីកគ្រាប់ឈាមហើយនៅក្នុងនោះដែរគេនិយាយតែពណ៌សទេគេអត់បាននិយាយពីពណ៌ក្រហមទេណាគេនិយាយតែពណ៌សហ្នឹងគឺជាថ្នាំមួយដែលសម្រាប់ជួយកែសម្រួលអាការៈដូចជាជំងឺមហារីកគ្រាប់ឈាមដោយបងប្អូនបេះវាយកទៅហាលឲ្យស្ងួតគឺមានន័យថា10ទៅ15ក្រាមហាលឲ្យស្ងួតដាំទឹកផឹកជាប្រចាំណាដាំទឹកផឹកបាទដាំផឹកជាប្រចាំទៅហើយបើសិនជាមានការពិនិត្យអីនៅក្រសួងសុខាភិបាលឬក៏ពេទ្យជំនាញអីក៏ពិនិត្យតាមហ្នឹងទៅលេបថ្នាំហ្នឹងទៅហើយក៏ផឹកវាទៅអត់មានបញ្ហាអីទេម្ដាយមីងមកខ្ញុំផ្ទាល់គឺនៅថ្មគោលក៏អញ្ចឹងអាការៈហ្នឹងដូចគ្នាណាក៏ពេញពួយសបាទសម្រាប់កែរោគជំងឺមហារីកគ្រាប់ឈាមបាទយ៉ាងប្រកាសសិទ្ធគាត់នៅរស់តឥឡូវគាត់កើតឆ្នាំ2000ខ្ទង់2016 17ហ្នឹងដែលយើងទៅមិនដឹងណារហូតដល់ឥឡូវ2026គាត់នៅមានជីវិតធម្មតាបាទប្រើហ្នឹងឯងបាទ